Bạn đã lấy cho đó lesson 2 median TP give direction to a place គឺការផ្ដល់នៅព័ត៌មានពីទីតាំងទៅកាន់ទីកន្លែងណាមួយឬក៏យើងអាចនិយាយថាការផ្ដល់ការណែនាំដើម្បីទៅកាន់ទីកន្លែងណាមួយឧទាហរណ៍នៅត្រង់នេះគឺយើងចាប់ផ្ដើមជាមួយនឹង vocabulary ជាមួយវិទ្យាសាស្ត្រហើយសំណួរដែលគេចាប់ផ្ដើមគឺ how do I get to the museum តើខ្ញុំអាចទៅដល់សារមន្ទីរដោយរបៀបណាបើចម្លើយគឺ turn left on Bank Street សូមបត់ឆ្វេងនៅលើផ្លូវ Bank Street it's down the street okay it's down the street on the right វានៅតាមផ្លូវហ្នឹងនៅខាងស្ដាំដៃបាទឥឡូវអ្នកនរគ្នាអាចមើលរូបភាពជាក់ស្ដែងនៅត្រង់នេះបាទត្រង់នេះគឺ turn left បាទ turn left on Bank Street គឺបត់ឆ្វេងនៅផ្លូវ Bank Street បាទនេះជាផ្លូវ Bank Street អញ្ចឹងយើងដើរឡើងទៅហើយបត់ឆ្វេងនៅ Bank Street ឬក៏អ្នកនរគ្នាអាចនិយាយថា turn left at the corner ឬក៏ turn left at the light បាទ the light កន្លែងនេះគឺសំដៅកន្លែងភ្លើង stop បាទយើងប្រើអញ្ចឹងបាទហើយថាបត់ឆ្វេងនៅផ្លូវកាច់ជ្រុងឬក៏បត់ឆ្វេងនៅកន្លែងភ្លើង stop អញ្ចឹងយើងអាចនិយាយថា turn left at the corner ឬក៏ turn left at the light នៅរូបភាពទី2គឺ go to blocks ពាក្យថា go to block មានន័យថាទៅមុខបាទទៅមុខរំលង2 block ទៀតមួយ block គឺសំដៅលើមួយ block របស់អគារហើយមានផ្លូវមួយឆ្លងកាត់ឧទាហរណ៍ដូចនៅត្រង់នេះអញ្ចឹងយើងឃើញរូបភាពដែលគាត់កំពុងនៅនេះ2នាក់នេះបាទហើយបន្តមកទៀតហ្នឹងខណៈ2 block មានន័យថាត្រូវរំលងមួយ block នេះមួយបាទនេះ block នឹងមួយហើយរំលងមួយ block នេះមួយទៀតដែរបាទហ្នឹងគឺ2 block ហើយបាទអញ្ចឹងពាក្យថា go to blocks to main street ហ្នឹងគឺមានន័យថាត្រូវដើរ2 block ទៅកាន់ main street នេះបាទកាន់ main street នេះ and turn right ហើយបន្តមកទៀតហ្នឹងគឺបត់ស្ដាំបាទបត់ស្ដាំនៅ main street នៅត្រង់ចំណុចមួយទៀតនេះគឺគេនិយាយថា go to the corner of A street and Rose Avenue គឺដើរទៅកាន់កាច់ជ្រុងនៃផ្លូវ A street ហើយនឹងផ្លូវ Rose Avenue បាទគឺមាននៅត្រង់នេះបាទនៅត្រង់កន្លែងសញ្ញាព្រួយនេះកែងនឹងតែម្ដងបាទហើយពាក់ព័ន្ធនឹង location ទីតាំងយើងមានពាក្យមួយចំនួនសម្រាប់បង្ហាញពីទីតាំងឧទាហរណ៍អ្នកនរគ្នានិយាយថា it's on the left មានន័យថាវានៅខាងឆ្វេងដៃ it's across the street មានន័យថាវានៅរំលងផ្លូវម្ខាងទៀតបាទ it's across the street ខ្មែរយើងបកថានៅទល់មុខប៉ុន្តែពាក្យថា across the street ហ្នឹងមានន័យថាវានៅទល់មុខដែរប៉ុន្តែនៅម្ខាងផ្លូវទៀតបាទ it's down the street មានន័យថាដើរតាមផ្លូវហ្នឹងទៅអូខេដើរតាមផ្លូវហ្នឹងចុះទៅ it's around the corner គឺវានៅម្ដុំកាច់ជ្រុងបាទ it's around the corner it's between mains and arms វានៅចន្លោះផ្លូវវានៅចន្លោះផ្លូវឬនៅរវាងផ្លូវ main នេះផ្លូវ main នេះហើយនឹងផ្លូវ arms មានន័យថាវានៅចន្លោះកណ្ដាលនេះឯង it's next to the bank វានៅជាប់ជាមួយនឹងធនាគារបាទដូចយើងឃើញរូបភាពនេះសញ្ញាខ្វែងក្រហមនោះគឺជាទីតាំងដែលគេកំពុងតែចង្អុលបង្ហាញបាទសូមអរគុណ